សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អានមកជួបជាមួយខ្ញុំបាទសាជាថ្មីដើម្បីទទួលបាននូវគំនិតល្អៗនិងទស្សនៈផ្សេងៗដែលបានដកស្រង់ពីសៀវភៅជាច្រើនដើម្បីជាឧត្តមគតិសម្រាប់បងប្អូនទាំងអស់គ្នាជាដំបូងនេះខ្ញុំបាទសូមដកស្រង់អត្ថបទមួយដែលមានចំណងជើងថាភាពភ័យខ្លាចឱកាសកើតចេញពីការបង្កើតយើងតែងតែលើចេញពីមនុស្ស3ប្រភេទអ្នករងចាំឱកាសអ្នកស្វែងរកឱកាសអ្នកបង្កើតឱកាសនៅក្នុងចំណោមមនុស្សទាំង3ប្រភេទនេះអ្នកបង្កើតឱកាសគឺជាមនុស្សគតិបណ្ឌិតជាងគេព្រោះអាចកែប្រែកលៈទេសៈបានសូមពិចារណារឿងដូចខាងក្រោមក្នុងអត្ថបទរឿងនោះយើងបានដកស្រង់តែមានចំណងជើងថាទន្សាយធ្លាក់អណ្ដូងកាលពីព្រេងនាយមានទន្សាយមួយក្បាលបានចររកចំណីក្នុងព្រៃដោយរវល់តែស៊ីស្មៅខ្ចីៗភ្លេចខ្លួនក៏ឈានជើងហួសធ្លាក់ចូលក្នុងអណ្ដូងធំមួយដែលមានតែដីបីក្រហែងគ្មានទឹកគ្មានស្មៅទន្សាយខំប្រវេប្រវាយ៉ាងណាក៏ឡើងមិនរួចសោះព្រោះវាមានជើងខ្លីៗមួយសន្ទុះក្រោយមកមានខ្លាមួយក្បាលបានដើរទៅម្ដុំនោះហើយក៏ទៅអើតឃើញទន្សាយនៅក្នុងអណ្ដូងក៏លន់មាត់ថាអាយ៉ាបងសុភាទន្សាយទេតាប្រហែលជាធ្លាក់ចុះក្នុងអណ្ដូងឡើងមកវិញមិនរួចហើយមើលទៅបានជាអង្គុយសង្កត់ត្រមងត្រមោចដូច្នេះទន្សាយគិតមួយសន្ទុះក៏ឆ្លើយតបមកវិញទេបងខ្លាយល់ខុសហើយខ្ញុំលោតចូលក្នុងអណ្ដូងនេះព្រោះខ្ញុំយល់ឃើញហេតុវិនិច្ឆ័យមួយដែលនឹងកើតឡើងនៅពេលបន្តិចទៀតនេះហើយខ្ញុំអង្គុយត្រមងត្រមោចដូច្នេះព្រោះអន្តតសត្វដែលមិនបានដឹងពីហេតុវិញ្ញាណនេះខ្លាឆ្ងល់ហេតុនោះដូចម្តេចទៅបងទន្សាយឆ្លើយបងខ្លាសម្លឹងមើលទៅលើមេឃខ្លួនឯងទៅមើលបន្តិចទៀតនេះមេឃនឹងបាក់ធ្លាក់ចុះមកហើយបងឯងខ្លាចឬអត់ខ្លាសម្លឹងទៅលើមេឃមានដុំពពករសាត់យ៉ាងលឿនសម្គាល់ថាជាអំបែងមេឃភ័យណាស់ក៏លូតចូលទៅក្នុងអណ្ដូងជាមួយទន្សាយដែរទន្សាយឃើញឱកាសរំដោះខ្លួនក៏ធ្វើអាការៈស្និទ្ធស្នាលជាមួយខ្លាព្រោះវានឹកឃើញឧបាយកលមួយគឺធ្វើយ៉ាងណាឲ្យខ្លានឹងខឹងចាប់បោះវាឡើងមកលើព្រោះតែទន្សាយឧស្សាហ៍ប្រើខួរក្បាលមកគិតដោះស្រាយបញ្ហាច្រើនវាក៏រកឃើញឧបាយយ៉ាងលឿនដែរកំណត់ក្នុងចិត្តបានច្បាស់ហើយទន្សាយក៏ចូលទៅចិត្តខ្លារួចចាក់ក្រឡេកបងខ្លាទំនងដូចជាចង់លេងជាមួយខ្លាជាសត្វមិនចូលចិត្តការលេងសើចទេក៏និយាយឡើងថាបងទន្សាយកុំលេងដូច្នេះខ្ញុំមិនចូលចិត្តទេប្រយ័ត្នខ្ញុំភ្ញាក់ដៃចាប់បោះបងទន្សាយឯងឡើងទៅលើត្រូវមេឃសង្កត់ស្លាប់ទៅឮដូច្នេះទន្សាយកាន់តែខំចាក់ក្រឡេកខ្លាថែមទៀតខ្លាទ្រាំពុំបានក៏ចាប់ទន្សាយបោះឡើងមកលើព្រឹសទន្សាយរួចខ្លួនផុតពីអណ្ដូងក៏រត់យ៉ាងលឿនសំដៅទៅលំនៅរបស់ខ្លួនវិញដោយបន្សល់ឲ្យខ្លានៅតែម្នាក់ឯងក្នុងអណ្ដូងនោះទៅមនុស្សល្ងងអាចជួបប្រទះគ្រោះថ្នាក់រាប់រយជំពូកក្នុងមួយថ្ងៃតែអ្នកមានប្រាជ្ញាវាងវៃអាចកែច្នៃគ្រោះឲ្យទៅជាលាភបានមានតែមនុស្សល្ងងទេដែលធ្វើខ្លួនឲ្យដល់នៅសេចក្តីវិនិច្ឆ័យចំណែកឯអ្នកប្រាជ្ញវិញគិតកែខៃសេចក្តីវិនិច្ឆ័យឲ្យទៅជាសេចក្តីចម្រើនកុំជឿដោយគ្រាន់តែបានឃើញនឹងភ្នែកព្រោះភ្នែកមិនអាចមើលឃើញចិត្តនិងគំនិតរបស់អ្នកដទៃឡើយត្រូវពិចារណារកហេតុផលសមរម្យឬសមស្របទៅនឹងកលៈទេសៈពេលវេលានិងស្ថានភាពជាក់ស្ដែងមុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតពិចារណាសិនមុននឹងជឿកុំជឿដោយមិនបានគិតឲ្យសោះការភ័យខ្លាចខុសរបៀបក៏អាចធ្វើឲ្យខ្លួនជួបគ្រោះថ្នាក់បានដែរបានអត្ថបទភាពភ័យខ្លាចត្រូវបានដល់ទីបញ្ចប់សូមបងប្អូនធ្វើការសិក្សាវិភាគឆ្វេងយល់និងវិតម្លៃទាំងអស់គ្នាតើគំនិតក៏ដូចជាគតិបណ្ឌិតនេះត្រឹមត្រូវនឹងតថភាពសង្គមសពថ្ងៃរបស់យើងបានប៉ុន្មានភាគរយដែរសូមចូលរួមផ្ដល់មតិនៅខាងក្រោមសូមអរគុណ